សួស្តីបងប្អូនទាំងអស់គ្នាបាទជួបជាមួយនឹងខ្ញុំបានបាទពុធាវិលត្រឡប់មកវីដេអូថ្មីបន្តទៀតចឹងយប់នេះក្នុងយប់នេះខ្ញុំនឹងនិយាយអំពីបាទរុក្ខជាតិមួយយ៉ាងដែលរស់នៅក្នុងដែលរស់នៅបាទទៅលើបាទដើមស្វាយដូចជាពពួកគេហៅពប្រក់បាទវាចូលចិត្តរស់នៅក្នុងបាទបរិរក្សាក៏ដូចជាលើតាមដើមឈើហើយវារស់នៅដោយពឹងផ្អែកទៅលើដើមស្វាយបាទយើងឃើញថារុក្ខជាតិប្រភេទនេះកាលណាបើរស់នៅក្នុងលើដំណាំរបស់បងប្អូនក៏ដូចជាដើមឈើបាទដូចជាដំណាំហូបផ្លែវាអាចធ្វើឲ្យប៉ះពាល់ក៏ដូចជាបាទដំណាំរបស់បងប្អូននោះគឺវាធ្វើឲ្យមានការធ្លាក់ចុះផងដែរបើភាពជាមនុស្សរបស់យើងវិញកាលណាយើងរស់នៅពឹងរស់នៅជាមួយអ្នកដទៃហើយយើងមកបំផ្លាញទៅលើផលដំណាក់ដទៃគឺវាមិនល្អនោះទេអញ្ចឹងដូចជាដើមឈើប្រភេទនេះកាលណាវារស់នៅក៏ទៅជាទុំនៅកន្លែងណាហើយវានឹងធ្វើឲ្យដើមស្វាយនោះស្លាប់ជាក់ជាមិនខានចឹងខ្ញុំ